ស្តីទាំងអស់គ្នាឥឡូវនេះគឺយើងមកចាប់ផ្ដើមជាមួយនឹងបញ្ហានៃការដោះស្រាយនៃ low content ណាអញ្ចឹងជាទូទៅសម្រាប់ទាំងអស់គ្នាដែលធ្វើ website មិនថាធ្វើពីណាទេឲ្យតែ website ដាក់ស្នើសុំ Google Lesson ដើម្បីដាក់ពាណិជ្ជកម្មនៅលើ website របស់យើងជាធម្មតាយើងបង្កើត website បើសិនជាយើងលក្ខណៈថារកលុយតាមរយៈ publisher គឺយើងចង់បានពាណិជ្ជកម្មពី Google Lesson ហ្នឹងមែនអត់ព្រោះបើ platform ផ្សេងៗទៀតវា CPC វាមានតម្លៃទាបអញ្ចឹងណាប៉ុន្តែ Google Lesson វាអាចមានតម្លៃខ្ពស់ហើយយើងតែងតែចង់បានវាប៉ុន្តែនៅពេលដែលអ្វីដែលយើងខកចិត្តនោះនៅពេលដែលយើងដាក់ស្នើសុំ domain name website របស់យើងទៅកាន់ Google Lesson ជាទូទៅតែងតែ Google Lesson មិន approve ទេហើយភាគច្រើនគឺមានបញ្ហា low content ឬក៏គុណភាពមាតិកាទាបវិធីដោះស្រាយគឺខ្ញុំនឹងមកចែករំលែកខ្លីៗបទពិសោធន៍ជាមួយនឹងនិចមួយចំនួនអញ្ចឹងឥឡូវនេះយើងចូលទៅមើល email របស់ខ្ញុំមួយគឺខ្ញុំបាននៅ email នេះផងដែរថ្ងៃនេះទួចដើម្បីចែកឲ្យទាំងអស់គ្នាឥឡូវនេះយើងចូលមកចាប់ផ្ដើមមើលថាតើមកពីហេតុអ្វីនេះគឺជា email ដែលខ្ញុំទទួលបានខែមិញគឺទៅតែ8ម៉ោងមុននេះទេនេះគឺជា website ដែលខ្ញុំបានដាក់ស្នើហើយវាទៅទទួលបាននៃការបដិសេធនៅពេលដែលខ្ញុំបានបដិសេធចឹងទៅខ្ញុំបានក៏មានវីដេអូដើម្បីបង្កើតវីដេអូដើម្បីចែករំលែកជាបទពិសោធន៍សម្រាប់បងប្អូនទៀតយើងមកមើលយើងឥឡូវយើងចូលមក action របស់យើងត្រូវបានបដិសេធហើយហេតុអ្វីអញ្ចឹងហេតុផលធំចម្បងបំផុត overview content ហ្នឹងមានថា content យើងមានគុណភាពទាបឬក៏ content យើងដែលមានចំនួនតិចធ្វើឲ្យ Google Lesson ហ្នឹងมันអាច approve ឲ្យយើងបានអញ្ចឹងយើងត្រូវដោះស្រាយទៅមិនដេចអូខេចឹងបញ្ហារបស់យើងចម្បងគឺតើតើទៅនឹងការដោះស្រាយ low value content អញ្ចឹង low value content ឥឡូវយើងចូលមកមើល website របស់យើងអញ្ចឹងណាហ្នឹងហើយមកមើល blogger របស់ខ្ញុំគឺខ្ញុំផុសបទរហូតដល់ចំនួន73ក៏ប៉ុន្តែហេតុអ្វីវានៅតែមិន approve មួយវាអាចមកពី template ឬក៏អាចមកពីការកែច្នៃឬក៏ពី view វាអត់ទាន់គ្រប់គ្រាន់អញ្ចឹងណាក៏ប៉ុន្តែ view គឺវាមានច្រើនដែរដូចតែខ្ញុំបានឃើញហ្នឹងនេះគឺជា view ប្រចាំថ្ងៃនេះគឺខ្ញុំមិនមែន view ខ្លួនឯងណាខ្ញុំមកតែបើកមើល view ខ្លួនឯងពីខ្ញុំចុចគ្រាន់តែចុចមើលតែច្រើនមួយថ្ងៃថាពី3 view ចុះប៉ុន្តែនេះគឺជា view ដែល Google បានចាប់ឲ្យប៉ុន្តែហេតុអ្វីតែ low content ហើយ content របស់ខ្ញុំក៏មិនមែនទុចដែរគឺខ្ញុំបានឃើញហើយវាមានរហូតដល់73ក៏ប៉ុន្តែវានៅតែមិន approve ទីមួយអាចមកពី template វាអាចមកពី action នេះវាពិបាកក្នុងការ approve ព្រោះខ្ញុំធ្លាប់មានបទពិសោធន៍របស់ខ្ញុំធ្វើ website ជាទូទៅច្រើនណា action ខ្លះអត្ថបទត្រឹមតែ30ទេអត្ថបទស្រាប់នៅលើ blogger content របស់ខ្ញុំទៅតែផុសបាន30ខ្ញុំគ្រាន់តែដាក់ទៅលើ action ទៅវា approve តែម្ដង action នោះគឺជា action ដែរវា website មានតែ website approve រួចហើយក៏ប៉ុន្តែ action នេះគឺជា action ថ្មីដែលខ្ញុំទៅតែបានដាក់ស្នើសុំនៅ domain ហើយនិយាយទៅ domain របស់ខ្ញុំនេះគឺមានអាយុ1ឆ្នាំហើយបញ្ហាដែលយើងត្រូវដោះស្រាយទី1គឺយើងអាចបដូរ content បើសិនជាបើនិយាយទៅយើងមិនបដូរ content ក៏បានដែរហើយទី2គឺយើងទី1គឺយើងត្រូវ update content ឲ្យវាមានលក្ខណៈ quality តិចទៅសម្រាប់ word ដែលជាពាក្យដែលឥឡូវយើងជិះមើល view content របស់ខ្ញុំវាអត្ថបទវាវែងតែឃើញអត់វាមានរូបភាពមានអីច្រើនដែរណាប៉ុន្តែវាអត់ approve ហើយអញ្ចឹងយើងទី1យើងដោះស្រាយយើងត្រូវប្រើអត្ថបទណាដែលជាប្រភេទអត្ថបទ original ដែលមិនចម្លងពី website ផ្សេងទី2គឺយើងព្យាយាមផុសឲ្យច្រើនទី3គឺយើងបដូរ template ប៉ុន្តែសម្រាប់អ្នកដែលធ្វើឬបើសិនជាបដូរ template វាពិបាកក្នុងការកែតម្រូវនេះដូចជា Minoi ដូចជាមួយចំណុចមួយចំនួនយើងពិបាកក្នុងការកែឡើងវិញក៏ប៉ុន្តែសម្រាប់ខ្ញុំត្រូវតែកែឡើងវិញព្រោះនេះជាតាមពិតទៅ template ខ្ញុំដូរថ្ងៃមិញរួចហើយគ្រាន់តែខ្ញុំអត់បានថតនេះគឺជា template ថ្មីដែលខ្ញុំអត់ទាន់បានកែសម្រួលអត់ទាន់បានកែទាំងអស់ពេលអញ្ចឹងទៅខ្ញុំត្រូវធ្វើការកែសារថ្មីដើម្បីពេលខ្ញុំកែឲ្យបានមួយអាទិត្យខ្ញុំនឹងដាក់ស្នើសុំម្ដងទៀតពេលនោះយើងនឹងចាំរងចាំលទ្ធផលទាំងអស់គ្នាថាតើខ្ញុំស្នើសុំ approve បានអត់អញ្ចឹងណាអញ្ចឹងចំណុចដែលខ្ញុំចែកដល់អ្នកនរគ្នាដើម្បីដោះស្រាយបញ្ហានេះទី1គឺយើងព្យាយាមផុសអត្ថបទទៅមិនថាមួយថ្ងៃមួយឬក៏ពីរតែយើងព្យាយាម review ទី2គឺយើងអាចថាបដូរ template បើសិនជាយើងស្នើ2ឬក៏3ដងហើយនៅតែមិន approve អញ្ចឹងយើងបដូរ template 3យើងអាចទស្សចូលនៅ action របស់យើងអាចចូលមក action របស់យើងហើយចូលមកកន្លែង payment យើងអាចបដូរឈ្មោះតិចទៅអញ្ចឹងយើងបដូរឈ្មោះបន្តិចទៅដើម្បីឲ្យ action approve អញ្ចឹងណានឹងពេលយើងបដូរឈ្មោះហើយយើងចាប់ផ្ដើមមួយអាទិត្យក្រោយមកចាំយើងស្នើយើងដាក់ website របស់យើងនេះកន្លែងនេះយើងចាំយើងចុចកន្លែងនេះហើយយើងចុចrequest review ម្ដងទៀតអូខេអញ្ចឹងវិធីដោះស្រាយខ្ញុំគឺមានប៉ុណ្ណឹងជាក់ឡើងវិញទី1គឺយើងព្យាយាមផុសអត្ថបទមួយថ្ងៃមួយឬក៏ពីរឲ្យជាប់លាប់ទៅទី2 review ទី3អត្ថបទយើងឲ្យវាមានលក្ខណៈ quality ឲ្យជាអត្ថបទដែលមិនចម្លងពីគេហើយជាអត្ថបទមួយដែលទាញហើយដល់យើងព្យាយាមផុសអត្ថបទច្រើនបើសិនជា domain មួយនេះវាយើងនៅក្នុង action នេះហើយពី3ដងហើយអត់ approve អញ្ចឹងយើងដូរ template ទៅអូខេអញ្ចឹងគឺមានប៉ុណ្ណឹងហើយនៅពេលដែល action approve យើងនឹងនៅផ្នែកជជែកគ្នាបន្តិចទៀត